ក្នុងចូលកម្មវិភាំងកសោត3ដកលេខ28ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីកម្មដែលនាំឲ្យមានភោគសម្បត្តិតិចនៅក្នុងអេបនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាមនាលមានុបស្ត្រីឬបរិសពួកខ្លះក្នុងលោកនេះជាអ្នកមិនបានឲ្យបាយទឹកសម្ពុតយានការកម្រងគ្រឿងក្រអូបគ្រឿងលាបផ្សេងនិងទីដេកទីអាស្រ័យប្រទីបដែលជាគ្រឿងបំភ្លឺដល់ពួកសមណៈព្រាហ្មណ៍អំពើនោះដែលខ្លួនបានបំពេញយ៉ាងនេះបានកាន់ខ្ជាប់យ៉ាងនេះបុគ្គលនោះលុះទម្លាយរាងកាយបន្ទាប់អំពីសេចក្តីស្លាប់ទៅរមែងទៅកើតនៅក្នុងកំណើតតិរិឆានកំណើតបេតវិស័យកំណើតអសុរកាយនៅក្នុងនរកប្រសិនបើបុគ្គលនោះទម្លាយរាងកាយទៅហើយមិនទៅកើតក្នុងកំណើតតិរិឆានកំណើតប្រេតវិស័យកំណើតអសុរកាយឬក៏នរកនោះទេបើបានត្រឡប់មកកាន់ភាពជាមនុស្សកើតក្នុងទីណារមែងជាអ្នកមានភោគៈសម្បត្តិតិចមនាលមានុបបុគ្គលមិនបានឲ្យបាយទឹកសម្ពុតយានផ្កាកម្រងគ្រឿងក្រអូបគ្រឿងលាបផ្សេងទីដេកទីអាស្រ័យឬក៏គ្រឿងប្រទីបដែលជាគ្រឿងបំភ្លឺដល់ពួកសមណៈព្រាហ្មណ៍នេះឯងឈ្មោះថាបដិបទាប្រព្រឹត្តទៅដើម្បីមានភោគៈតិចអរហង្គសម្មាសម្ពុទ្ធោសូមអនុមោទនា